ក្រុមការងាររដ្ឋបាលក្រុងតែបងសុំពេលមួយបងណាពួកបងកាត់អោពេកមកព្រឹកហ្នឹងម៉ោង10ឥឡូវនេះជារណ្ដៅយើងជីដាំកងោកបងណាជប់គុំដីបងមកជប់គុំដីបងដើម្បីយើងលំអតែក្រោយបើយើងដើរកងោកទៅជួយការបងអញ្ចឹងយើងចង់ឲ្យយើងខាត់ដីតអមជាមួយនឹងមានការប្រក់ការគឺតែការកងោកយើងយកនឹងជារួមមួយតាមដងផ្លូវតែកន្លែងទីតាំងនេះបងអាជីវកម្មរស់ស៊ីឬបងនៅខាងនេះបងខាងអាលៀនសាលតែបរិយាកាសបងនេះ5នេះហើយឆ្អឹងស៊ុបគឺបងឆ្អឹងអូទៀតឆ្អឹងស៊ុបធំប៉ុនស្អុយហើយមួយទៀតនេះមិនខាខ្ញុំ5នេះសូមឲ្យបងម្ចាស់ហាងណាបងជួយទទួលខុសត្រូវប្រមូលដាក់ក្រុមមកហើយបងដាក់ទៅមកខ្ញុំឲ្យបានថ្ងៃនឹងមកនេះបងចឹងដាក់ទៅរងថ្ងៃឥឡូវសំខាន់អានេះវានៅអានេះតាមពិតខ្ញុំមកសល់មួយថ្ងៃខ្ញុំដាក់ខំអាលីពេញតែប៉ុណ្ណឹងយកដាក់ខំទៅអស់តែខំទៅតែថាវាគ្មានមកពីចឹងទេតែអូននេះវាទៅតាមចាក់ទេបាទទៅជើងទុំ4 5ថ្ងៃទៅស្ងៀមមកបាទឥឡូវថ្ងៃនេះបងអាចឲ្យកូនចៅបងចូលណាបានអត់អញ្ចឹងខ្ញុំទៅមកដល់ណាចូលរឿងស្អឹងគោនេះស្អឹងគោនេះខ្ញុំហាលទុកដាក់ក្រោមដើមឈើទេតែវាធំស្រិតជាស្អុយទេបងបាទជាស្អុយអញ្ចឹងដើម្បីកុំឲ្យប៉ះពាល់អាបរិស្ថានក្លិនដល់អ្នកដទៃបងទៅរកទីតាំងសុវត្ថិភាពបងណារកទីតាំងសុវត្ថិភាពគ្រប់គ្រងវាអានេះប្រហែលជាគេអាចទិញឯងគេយកធ្វើជីទៅបានទេមែនទេបងបាទខ្ញុំយកតាមពិតលោកមុនខ្ញុំច្រកក្រងដាក់ក្នុងនោះឲ្យគេចោលដែរដល់ពេលទៅពងពេទ្យមីនោះក៏សុំយកដាក់ក្រោមគោដូងក៏លេចចឹងណាពេលហើយហ្នឹងក៏ដាក់នឹងទៅហាលហ្នឹងគេអាចយកទៅជីបងទៀតរឿងទី3បន្ទាប់ពីឆ្អឹងរឿងទី3រឿងទឹកកខ្វក់នេះហើយបងលក់ដូរបងអើយយើងហាខានដូចល្បីដែរបងល្បីហ្នឹងរដ្ឋបាលក្រុងសុំថាមិនទទួលយកនៅសកម្មភាពបែបនេះទេសុំឲ្យស្អាតទោះបីជាទឹកជាងហើយទាំងមានកន្លែងអូទៅចូលណាបងអត់ចឹងទេតែជាទីតាំងនេះយើងហៅប្រព័ន្ធស្អាតណាអាចចេញជាសួនច្បារសួនអីស្អាតដែរហើយយើងអាចឲ្យបងប្អូនទម្លាប់ចឹងទេបាទនេះបងស្រីបងទៅជើញមកទឹកភ្លៀងទេបងទឹកភ្លៀងបាទទឹកខ្ញុំលាងនេះក៏ដាក់លូទៅបាទលូទឹកស្អុយបងមកប្លុកហ្នឹងបាទបាទដាក់លូបាទនេះទឹកភ្លៀងឥឡូវយើងឃើញចាក់ស្ដែងរបស់គ្នាបងណាទាំងបងជាម្ចាស់ហាងហើយទាំងបងអាជ្ញាធរសង្កាត់ហើយខ្ញុំអាជ្ញាធរក្រុងណាបងណាចុះមកនេះមិនមានអីហៅថាដាក់ទោសដាក់ទណ្ឌបងទេបងសូមឲ្យបងចូលរួមជាជំនុំបងណាសូមបងចូលរួមទី1គឺអាការស្អាតបរិស្ថានឲ្យស្អាតជុំវិញហាងបងនេះដីទនេនេះបងណាជាពិសេសលោកនាទីបងនោះទេបាទអញ្ចឹងបងប្រមូលចောက်ជាក្រុងដាក់មកល្ងាចហ្នឹងខ្ញុំឲ្យឡើងទឹកណាបាទនេះបងគឺទៅឲ្យមកខាងឡើងសម្រាប់ខ្ញុំបាទឡើងតាមដាក់លើសម្រាប់ពេលហ្នឹងហើយឡើងតាមសម្រាប់ហ្នឹងហើយបាទតាមសម្រាប់ជុំពុតជំនួយដាក់ទៅក្នុងទីលានពេញទៅបាទហ្នឹងទៅតែឥឡូវយើងសុំយោបល់បងឥឡូវបងប្អូនមកធ្វើមកណែនាំអញ្ចឹងខឹងហ៎ខឹងទេពួកខ្ញុំនៅស្អាតដែរបាទតែវាចែកបានវាឆ្កែហើយនេះវាចិត្តទៅធម្មតាវាប្រហែលហ្នឹងគឺសម្រាប់ថ្ងៃទីថ្ងៃទៅអញ្ចឹងបាទបាទសម្រាប់កន្លែងខ្ញុំមកមើលខ្ញុំខ្ញុំអត់ចេះសម្អាតទេមិនមែនប៉ុណ្្នេះទេខ្ញុំយ៉ាងណាទេខ្ញុំស្អាតណាស់ពេលនេះអីទៅប្រហូរទៅចូលស្អាតអត់តែទឹកភ្លៀងវាហូរអរគុណណាស់បងទី1ឥឡូវទី2ខ្ញុំសូមអរគុណបងដែលបានសហការជាមួយការណែនាំមួយរដ្ឋបាលក្រុងបង្កាត់ភូមិបងណាបាទហើយរឿងមួយទៀតនេះខ្ញុំសូមជូនពរបងឲ្យបងរកស៊ីប្រកបមុខរបរមានបានទាំងអស់គ្នាបងណាហើយនឹងគោរពអរគុណមែនទែនដែលបងមានឆន្ទៈចូលរួមក្នុងការនេះណាអញ្ចឹងខ្ញុំសង្ឃឹមថាល្ងាចខ្ញុំនឹងឲ្យបងធីបងអញសង្កាត់ដែលគាត់ដឹកនាំការងារបរិស្ថាននៅមូលដ្ឋានបងធីណាបាទខ្ញុំអរគុណបងជួបពរបង